គោរពនឹងជម្រាបសួរលោកស្រីបងប្អូនទាំងអស់គ្នាតាញាក់ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស្ទើរតែគ្រប់ផ្ទះរបស់ប្រជាជនខ្មែរតែងតែមានសង់រោងតូចមួយនៅកាត់ជ្រុងរបងឬមុខផ្ទះដែលយើងហៅថារោងព្រះភូមិព្រះភូមិគឺជាទេវតាឬអ្នកតាដែលថែរក្សាទឹកដីនិងទីធ្លាផ្ទះសម្បែងនេះមិនមែនគ្រាន់តែជាការសង់រោងថ្មមួយនោះទេប៉ុន្តែវាគឺជានិមិត្តរូបនៃសន្តិភាពនិងការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដីថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិព្រះភូមិរបៀបរៀបចំនិងអត្ថន័យនៃជំនឿនេះនៅក្នុងសង្គមខ្មែរប្រភពនិងប្រវត្តិព្រះភូមិប្រភពមកពីណាជំនឿនេះមានការលាយឡំគ្នារវាងព្រហ្មញ្ញសាសនានិងជំនឿញាតាដែលមានតាំងពីបុរាណកាលមកតាមរឿងព្រេងព្រះភូមិមានឈ្មោះថាព្រះជ័យនង្គ័លដែលជាបុត្រទី1ក្នុងចំណោមបុត្រទាំង9របស់ព្រះបាទភិក្ខុបរាជតួនាទីព្រះភូមិឬម្ចាស់ទឹកម្ចាស់ដីមានភារកិច្ចការពារសន្តិសុខដល់ម្ចាស់ផ្ទះមិនឲ្យពួកអមនុស្សឬវិញ្ញាណអាក្រក់ចូលមកយាយីបានឡើយជាទូទៅរូបសំណាកព្រះភូមិដៃមកខាងកាន់ដាវតំណាងឲ្យអំណាចការពារនិងដៃមកខាងកាន់កញ្ចប់ប្រាក់ឬថោងលុយតំណាងឲ្យសេរីសុស្ដីនិងទ្រព្យសម្បត្តិទីតាំងសង់រោងការសង់រោងព្រះភូមិមិនមែនចេះតែសង់តាមចិត្តចង់នោះទេគេត្រូវរកគ្រូទាយមើលទិសដែលល្អភាគច្រើនជាទិសខាងកើតឬទិសឦសានហើយរោងត្រូវតែសង់ខ្ពស់ជាងកម្រិតភ្នែកបន្តិចជាធម្មតារៀងរាល់ថ្ងៃសិលឬថ្ងៃបុណ្យម្ចាស់ផ្ទះតែងតែរៀបចំធូបទៀននិងផ្កាភ្ញីផ្កាឈូកឬផ្កាម្លិះទឹកស្អាតផ្លែឈើនិងជួនកាលមានបង្អែមចម្អាត់ម្ចាស់ផ្ទះតែងតែបួងសួងសុំសេចក្តីសុខសុភមង្គលនិងលាភជ័យដល់សមាជិកគ្រួសារទាំងអស់នៅពេលដែលយើងមានអារម្មណ៍ថាមានអ្នកចាំយាមការពារផ្ទះសម្បែងវានាំឲ្យសមាជិកក្នុងផ្ទះមានភាពកក់ក្ដៅនិងមានទំនុកចិត្តក្នុងការរស់នៅជំនឿព្រះភូមិបង្រៀនឲ្យមនុស្សចេះគោរពដីនិងទីកន្លែងដែលខ្លួនរស់នៅវារំលឹកយើងថាយើងមិនមែនជាម្ចាស់ផែនដីតែម្នាក់ឯងទេគឺមានវិញ្ញាណឬថាមពលធម្មជាតិដែលរស់នៅជាមួយយើងដែរការអប់រំវាក៏ជាវិធីសាស្ត្រមួយក្នុងការបង្រៀនកូនចៅឲ្យមានសណ្ដាប់ធ្នាប់និងភាពស្អាតស្អំព្រោះគេជឿថាបើផ្ទះសម្បែងកក់ខ្វាក់ព្រះភូមិនឹងមិនសព្វព្រះទ័យឡើយទោះបីជាបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាក៏ដោយក៏យើងនៅតែឃើញសន្តាគារផ្កាយ5បុរីទំនើបឬក្រុមហ៊ុនធំនៅតែបន្តរក្សាទំនៀមទម្លាប់សង់រោងព្រះភូមិដដែលនេះបញ្ជាក់ថាព្រះភូមិមិនមែនជារឿងងងឹតងងឹលទេប៉ុន្តែវាគឺជាអត្តសញ្ញាណវប្បធម៌និងជាមធ្យោបាយរក្សាតុល្យភាពរវាងជីវិតជាក់ស្ដែងនិងពិភពនៃជំនឿសរុបឡើងការគោរពព្រះភូមិគឺជាការបង្ហាញនៃកតញ្ញូធម៌ចំពោះទឹកដីដែលយើងរស់នៅបើទោះបីជាអ្នកជឿឬមិនជឿលើរឿងអរូបិយាក៏ការរក្សានៅទម្លាប់ដ៏ល្អប្រពៃនេះផងជួយឲ្យយើងមានចិត្តស្ងប់និងរក្សាសេចក្តីថ្លៃថ្នូរក្នុងគ្រួសារសូមអរគុណសម្រាប់ការតាមដានស្ដាប់